ដូរអារម្មណ៍បងប្អូនបន្តិចចង់ឲ្យការបញ្ចេញសមត្ថភាពមួយនេះគឺជាការបញ្ចេញសមត្ថភាពដែលតម្រូវទៅលើបេក្ខជននិងបេក្ខនារីមួយគូដែលតម្រូវទៅលើញឹបកូវីដនិងងាស្រីណាដូរអារម្មណ៍បងប្អូនបន្តិចចង់ឲ្យការបញ្ចេញសមត្ថភាពមួយនេះគឺជាការបញ្ចេញសមត្ថភាពដែលតម្រូវទៅលើបេក្ខជននិងបេក្ខនារីមួយគូដែលតម្រូវទៅលើញឹបកូវីដនិងងាស្រីណាជាពុំឬតែម្នាក់ឯងកុនដោយបេងដងកុំព្រីស្នេហ៍ស្មោះចេញពីចិត្តបែកក្រងគ្រីបងនឹងពុំងាឆ្ងាយគ្នាមិនយោសិនពេលនេះអូនជាទេវតាអូននឹងប្រើសាទីពេលវេលាលុបលាងការជឿចាប់ដែលធ្វើឲ្យពូយើងក្រហមគ្រីតែគ្នារកពាន់ឆ្នាំបើសិនបងមិនខ្លាចជាចឹងបងមិនខ្លាចនឹងរងចាំនោះទេទូឆ្លងរាប់ពាន់ឆ្នាំក៏បងស៊ូទ្រាំផ្ដោយយកនេះស្នាមញញ៉ាបងគឺជាដង្ហើមនៃជីវិតអូនជាចង្វាក់បេះដូងក្នុងដើមទ្រូងស្រីដូចមេឃនឹងមានថ្ងៃកាត់ផ្ដាច់គ្នាបើសិនជាទេវតាពិតមានភ្នែកសូមកុំបំបែកស្នេហាខ្ញុំបីសូមរស់មួយសុខមិនប្រាថ្នាអ្វីក្រៅពីរស់ក្បែរនោះខ្ញុំស្រឡាញ់បើសិនការបួងសួងសិនតែសម្រឹងអូនមិនខ្លាចឡើយនឹងការរងចាំទោះបីគេពងមានស្នេហ៍រាប់ពាន់ឆ្នាំក៏មិនខ្លាចឲ្យតែបានជួបគ្នាបើសិនបងមិនខ្លាចជាចឹងបងមិនខ្លាចនឹងរងចាំនោះទេទូឆ្លងរាប់ពាន់ឆ្នាំក៏បងស៊ូទ្រាំផ្ដោយយកនេះស្នាមញញ៉ាបងគឺជាដង្ហើមនៃជីវិតអូនជាចង្វាក់បេះដូងក្នុងដើមទ្រូងស្រីដូចមេឃនឹងដីគ្មានថ្ងៃកាត់ផ្ដាច់គ្នាបានស្នេហាថិតថេររាប់ពាន់ឆ្នាំគ្មានថ្ងៃយើងភ្លេចគ្នានោះឡើអរគុណច្រើនអរគុណបងប្អូនទាំងអស់គ្នាមិញនឹងពុរិតពិតជាកជ្រោលនៅពេលដែល
គាត់ណាឃើញថាពីរនាក់ចាប់ដៃគូគ្នាពិតជាចង់ដឹងថាតើក្មួយទាំងពីរនឹងខ្លាយទៅជាកូនក្រុមរបស់ឆាច់មួយណាពីព្រោះអ្នកទាំងពីរជាក្មេងដែលមានសក្តានុពលមែនតែនហើយមីងទទួលអារម្មណ៍បានពីបទចម្រៀងក៏ដូចជាមើលទស្សនីយភាពធ្វើឲ្យមីងអត់ចង់ដកភ្នែកចេញទេសិតតែក្មេងតែខ្លាំងមែនតែនហើយផ្សារភ្ជាប់បទចម្រៀងមួយបទនេះមីងមើលទៅដូចជាព្រះរាជបុត្រនិងព្រះនាងដែលកំពុងតែធ្វើឲ្យមួយបទចម្រៀងនេះមានរសជាតិហ្មងសៃណាននោះក៏ដាក់អារម្មណ៍បានល្អហើយកន្លែងស្រែកកន្លែងអឿនកន្លែងកំហឹមកន្លែងស្រែកអីគឺណានពោពេញទៅដោយភាពផ្អែមល្ហែមគេហៅថាមនោសញ្ចេតនាកូវីដក៏ដូចគ្នាដែរមីងមិនដឹងថាតើការចាប់គូនេះគឺជាគេហៅថាបុព្វេសន្និវាសបានតាក់តែងមកឬយ៉ាងណាតែមីងពិតជាស្រឡាញ់អ្នកទាំងពីរមែនតើមីងនឹងឲ្យគេអីមួយចុងក្រោយនេះទៅដៃគូដ៏ស័ក្តិសមមួយនេះអរគុណមួយអរគុណក្មួយទាំងពីរនេះបាទជំរាបសួរនេះហើយគេហៅថាសិល្បៈគឺតតែយើងយកបេះដូងមកធ្វើនៅពេលដែលយើងច្រៀងឆ្លងឆ្លើយដៃគូហើយដូចណានអត់កណាញ់ខ្លួនយើងដឹងថានេះគឺជាការសម្ដែងដែលយើងធ្វើយ៉ាងម៉េចឲ្យបទចម្រៀងមួយបទហ្នឹងតាក់ទាញអារម្មណ៍របស់អ្នកស្ដាប់ហើយអ្នកមើលបើសំឡេងព្រោះសំឡេងល្អអត់មានចំណីភ្នែកបែបនេះសួរតាមសំឡេងហូរកាត់ឡើងមកអត់បានទេហ្នឹងហើយនៅពេលដែលយើងមានសំឡេងល្អទាំងពីរនាក់សំឡេងថ្មីទាំងពីរនាក់ហើយបកស្រាយបទចម្រៀងបទដែលល្បីបែបនេះទៀតហើយយើងសម្ដែងបានល្អបែបនេះទៀតធ្វើល្អបែបនេះទៀតប្រកាសណាស់កូវីដនឹងដឹកដៃទេពអប្សរម្នាក់នេះទៅអង្គុយនៅលើកៅអីក្រហមមួយនោះអរគុណបើពូជាគណៈកម្មការរបស់ក្មួយទាំងពីរពូនឹងបញ្ជាបែបហ្នឹងទៅតែម្ដងអរគុណមួយកាន់តែយល់ច្បាស់ហើយថាពេលខ្លះពាក្យថាអ្នកចម្រៀងគ្រាន់តែចេះច្រៀងមួយមុខអត់ទាន់គ្រប់គ្រាន់ទេតើតែមានការបង្ហាញចេញការសម្ដែងចេញនៅលើឆាកមួយដើម្បីជាទស្សនីយភាពទៅកាន់ទស្សនិកជនសរុបជារួមមកគឺក្មួយទាំងពីរធ្វើបានល្អមែនទែនហើយពូដូចជាមើល concert មួយដែលមានការសម្ដែងយ៉ាងជក់ចិត្តទៅកាន់ទស្សនិកជនបើសិនជាមីងកញ្ញាមិនឲ្យកៅអីពូឈប់និយាយរកគាត់អរគុណពូអរគុណក្មួយទាំងពីរឃើញអត់នៅពេលខ្លះប្រសិនបើយើងមានសមត្ថភាពច្រៀងប៉ុន្តែគ្មានការគ្រប់គ្រងតើយើងខ្លួនឯងមានកម្លាំងចិត្តអត់ចាប្រកាសជាអត់ទេមែនទេអញ្ចឹងប្រសិនបើយើងមានសមត្ថភាពច្រៀងយើងមានទស្សនីយភាពហើយយើងមានអ្នកគ្រប់គ្រងគាត់គ្រប់គ្រងនៅអ្វីដែលយើងបង្ហាញទៅទៀតនោះគឺរឹតតែយើងទទួលបាននៅកម្លាំងចិត្តដើម្បីវិវត្តសមត្ថភាពយើងបន្តទៀតក្មួយពេលនេះគឺមានសំណាងខ្លាំងមែនទែនដោយសារតែទើបតែវគ្គនេះទេប៉ុន្តែក្មួយអាចមានឱកាសវិវត្តខ្លួនឯងយ៉ាងច្រើនមិនអាចគណនាបានអាចថាមីងសប្បាយចិត្តដែលមានក្មួយទាំងពីរជាក្រុមរបស់មីងហើយមីងក៏សប្បាយចិត្តដែលអ្នកទាំងពីរពេញចិត្តសហការគ្នាមីងសប្បាយចិត្តដែលក្មួយទាំងពីរធ្វើឲ្យចម្រៀងមួយបទមានទស្សនីយភាពមានភាពល្អប្រសើរនៅក្នុងបទចម្រៀងដូច្នេះហើយមិនចាំបាច់គណៈកម្មការទាំង3ដាក់សម្ពាធទេកៅអីមួយនោះគឺជាកៅអីរបស់ក្មួយទាំងពីរ